happy ending មកសប្បាយជាមួយនឹង vlog វគ្គ 2 តោះ let's go ថ្ងៃមុនគឺបានធ្វើដំណើរទៅបេះគុយតែឥឡូវយើងចូលដល់ vlog វគ្គ 2 ថាសប្បាយប៉ុណ្ណាទៅនេះជាសម្លេងម៉ូតូដែលផ្អើលអស់ឋានទាំង3តែចាមិនត្រឹមតែប៉ុណ្ណឹងឆ្លៀតលើកទូរស័ព្ទថតទេឃើញថាគាត់មិនខ្វល់ពីអ្នកដប់ឡើយមកដល់ឆ្លៀតដើរអេសបុះទៀតនេះមកដល់ព្រៃគយអញ្ចឹងធ្វើការទុកម៉ូតូសិននៅខាងស្រុកភូមិខ្ញុំនេះចង់ទុកម៉ូតូបែបណាក៏បានដែរគឺចូលវត្តចេះមើលឃើញទេចាថាម៉ូតូខ្ញុំវិញគឺថាសោជាប់នៅក្នុងក24ម៉ោងព្រឹកល្ងាចតែម្ដងឥឡូវនេះគឺថាដល់វគ្គយើងដើររកផ្លែគយហើយព្រៃបើថាបងអៅខៀវនេះអូគឺថាធន់ក្បាលពោះជាខ្លាំងចាឲ្យជាក់ស្ដែងព្រៀនព្រៃមែនតែណាប៉ាត់ប្រកាសទៅគឺថាក្មួយអ្នកឡើងទេនេះ2អ្នកនេះហើយនឹងនេះមួយតែមិនរកបញ្ចូលអ្នកក្រោយពាក់មួកនេះទេចាទៅដល់ខំក្រោយពួនចាំមានក្រោយដល់មិត្តភក្តិខ្ញុំថាសាច់កម្មមែនតែនភូសម្ដងកាមេរ៉ាចាំមើលគេសួរស្ពានអាចគ្រប់តែឃើញស្រវាខ្ញុំរួចមួយគ្រាហើយដល់វគ្គមិត្តភក្តិខ្ញុំវាម្ដងឡើងមកសួរមកអូទៅហ៊ានទេថតដល់អូយណាស់ដែររួចទេនិយាយពីថាបងប្អូនគេនេះអើយគ្នាវេទនាតិចទៀតនឹងឃើញវីដេអូកំ pl ែងទៀតហើយទាំងសួរស្ពានប៉ាន់បាត់ដៃទាំងឡើងច្រាំងអូឆ្លងផុតមួយដំណាក់កាលចូលមួយដំណាក់កាលចាប់ផ្ដើមចូលព្រៃជ្រៅដើម្បីរុករកស្ដាប់លេងហើយមើលវីដេអូនេះកំសាន្តលេងទៅបងប្អូនអរគ្នាថ្មីត្បិតតែថាវារៀងវែងបន្តិចក៏ប៉ុន្តែនៅពេលបងប្អូនអរគ្នាបានមើលហើយបាយណាអួតគេអ្នកនៅទីក្រុងវគ្គសន្លឹងរកផ្លែគយហើយនេះអូម៉ណៃអើយផ្លែគេថាល្អខ្លាំងមែនតែនកញ្ចំគឺស្ញះឆ្ងាញ់ត្មងឥឡូវដល់វគ្គបងអៅខៀនឹងគេអួតគេណាគេថាគេហ្នឹងវាខ្លាំងដូចយើងពីទូចឹងឃើញពីទូចឹងនឹងប្រូចចឹងអូអាចចោលហើយគាត់បាក់ពោះវាមិនមែនងាយស្រួលសម្រាប់ពួកគាត់ទេណែមើលទៅគឺសិតតែបលាឥឡូវដល់វគ្គមិត្តភក្តិខ្ញុំសាច់កម្មមកទៀតហើយអាឆ្លងស្ពានមិនទាន់ផុតអីគឺថាធ្លាក់រមៀពីស្នាមផ្លោះអីមើលយ៉ាជាមួយគេតោងឈើគេធ្វើយ៉ាងម៉េចទៀតណាយ៉ាទុកកតោមួយសិនទុកមកក៏លូតអូរួចរបស់គេឥឡូវដល់វគ្គបងគេម្ដងមិញបងអូននេះបងគេនិយាយថារកផ្លូវត្រង់ឃើញរមៀតូ1 2 3វិអូយនិយាយថាល្អសើចឥឡូវដល់វគ្គគេបងអូនគេក្លៀតភ្នែកដល់ខ្ញុំ Oh my god ចា friend ខ្ញុំគេគុំខ្ញុំដែរចាំមើលអានេះគេហៅថាវីដេអូមានព្រោះតាហើយផលិតផលខ្លួនឯងទទួលបានហើយចាបលាពាត់ជុំវិញខ្លួនគេដើរចាញ់អត់រួចទេចិត្តរើសគុយមួយសិនលេងសើចឲ្យវល់ដល់គ្នាបញ្ចូលវីដេអូបដាគឺថាសើចបដាហើយ friend ខ្ញុំវាមករកខ្ញុំទៀតហើយនេះគឺថាដែរចេះត្រូវគ្នាទេវាថាភ្នែកវាទៅកឡោតដាក់ខ្ញុំទៅរហូតតែគំនុំមិនដែលបានចង់សឹកទេចាំមើលតិចទៀតយកទួយ friend អាធំទៅគ្នាកោឲ្យនឹងកដោវាស្រាលខ្លួនថាក៏មើលកាមេរ៉ាមើលម៉ណែទាំងសវាយគឺថាទាំងហត់គយនៅពេលដែលយើងបេះនៅដើមអញ្ចឹងគឺថាផ្អែមឆ្ងាញ់មែនតែនបងប្អូនគ្នាធម្មជាតិលើព្រៃដើមសុតអញ្ចឹងណានៅពេលដែលយើងញ៉ាំទាំងស្វក់ក៏អត់ជាបញ្ហាដែរតែបើថាទៅញ៉ាំនៅក្រៅវិញណាបើមិនលាងទឹកឲ្យហែកស្វក់ចាញ់គឺទៅញ៉ាំអត់កើតទេដោយសារតែ2អ្នកបងប្អូននឹងចេញមុខច្រើនជាងគេឥឡូវចេញមុខអ្នកផ្សេងម្ដងនេះពូរបស់ខ្ញុំហ្នឹងហើយនោះម្នាក់ពាក់អាវខ្មៅនោះទូរស័ព្ទនឹងដាក់ទៅអីទេគេថាប្រើតែខ្ញុំរហូតពេលជិះម៉ូតូពាក់ស្ទើរអាវក្រហមដល់ពេលចូលដល់ព្រៃពាក់អាវខ្មៅនោះឡើងដល់ពាក់កដាលដើមហើយបើគេអ្នកខាងនេះនឹងបានគេអ្នកឡើងពិតប្រកបដែរណាថាក្រុមពួកខ្ញុំទៀតសោតនឹងថាគ្មានបានការស្អីទេចានេះបើបងអាវខ្មៅគូសញ្ញាពណ៌ក្រហមនេះអូជិះម៉ូតូមកវិញគេថាអួតមកបេឡើងដែរចាតែឡើងបានពាក់កណ្ដាលដើមនឹងទៅមុខអត់រួចទេឌីលគេសធន់ក្បាលពោះតែខ្លួនឯងវិញថាធន់គូតជាខ្លាំងហើយពូខ្ញុំវិញអូចេញដៃមកបេធ្វើអាំងក្រងខំក៏ឆ្ងាញ់ដែរយីមែននេះដូចចាស់លោកពោតថាអ្នកឡើងមិនទាន់បានបេះអ្នកប្លេះគេថាហូបមកនិយាយពីមាត់ខ្ញុំវិញថាតាពីញប់សិញតែម្ដងតែទាំងល្អថាអត់បុកអំបិលម្ទេសមកទៀតឲ្យចូលដល់ព្រៃនឹងទៅនឹកឃើញអំបិលម្ទេសថ្មីត្បិតតែថាមាត់ខ្ញុំតាពីមែនក៏ប៉ុន្តែផ្នែករបស់ខ្ញុំណាហើយមើលតែក្មួយទេនឹកឃើញថាគ្រាន់តែមិនហ៊ាននិយាយបញ្ចេញតែប៉ុណ្្នឹងទេណាមួយយើងដើរព្រៃយើងអាចនិយាយផ្ដេសផ្ដាស់បានទេបងប្អូនគ្នាបើសិនជាអាម៉េចអាម៉ាមកគឺថាទោះជាមានបលាឬក៏សត្វខ្លាក៏ខ្ញុំត្រូវតែរត់ទៅត្រូវក្មួយដែរគាត់អាចថាមាននរណាម្នាក់គ្រោះថ្នាក់ឲ្យមើលនឹងផ្នែកបានទេអ្នកផ្សេងគិតបែបណាគឺខ្ញុំអត់ដឹងទេប៉ុន្តែក្នុងចិត្តរបស់ខ្ញុំណាទោះខ្លួនរបស់ខ្ញុំគ្រោះថ្នាក់ក៏ខ្ញុំទៅជួយដែរទោះមិនបាន 100% យ៉ាងហោចណាស់ក៏បានត្រឹម 50-60-70% ដែរ
ឃើញខ្ញុំស្វាយអហ្នឹងគឺមិនគិតពីពួកគាត់ទេណាគឺអត់ទេគឺគិតខ្លាំងណាស់គាត់តែថាមិនហ៊ាននិយាយបញ្ចេញព្រោះយើងដើរព្រៃអញ្ចឹងគឺខ្លាចមានគ្រោះថ្នាក់មានអីជាយថាហេតុក្នុងការមើលអត់ឃើញយើងអត់ដឹងទុកមុនទេការគ្រោះថ្នាក់គឺអាចកើតឡើងគ្រប់ពេលវេលាគ្រាន់តែយើងមើលអត់ដឹងជាមុនចឹងហើយបងប្អូនទាំងគ្នាអ្នកដែលទិញរបស់ព្រៃទៅអញ្ចឹងសូមកុំមេត្តាតថ្លៃអីពួកគាត់លក់ប៉ុណ្ណាគឺយើងទិញប៉ុណ្ណឹងទៅបើគាត់ដាក់ឲ្យលើសអាហ្នឹងក៏ជាការអរគុណរបស់គាត់ដែរប៉ុន្តែបើថាគាត់ដាក់គ្រប់ខាំគ្រប់គីឡូរបស់គាត់ហើយយើងទៅតថ្លៃគាត់ទៀតវាហាក់បីដូចជាមិនសូវសមជាធម្មតាអ្នកលក់តែងតែចង់បានតម្លៃដ៏ថ្លៃប៉ុន្តែអ្នកទិញគឺតែងតែចង់បានតម្លៃមួយដែលធូរថ្លៃខ្លាំងមែនទែនប៉ុន្តែការសុំតថ្លៃរបស់គាត់គឺយើងមើលដែរគឺវាមិនមែនជាខោអាវទំនិញដែលនៅក្នុងផ្សារមានស្រាប់ទេអានឹងយើងអាចតថ្លៃបានប៉ុន្តែនេះគឺថាក្នុងព្រៃជាពិសេសគឺផ្លែគុយនឹងឯងហើយនឹងឃ្មុំនិយាយរួមឃ្មុំហើយនឹងគុយគឺវាកពុះប្រហែលគ្នាដើមឈើខ្ពស់ប្រឈមជាមួយនឹងការគ្រោះថ្នាក់ខ្លាំងមែនតើទៅថ្ងៃហ្នឹងគឺប្រភ្នូខ្ញុំគឺអត់ល្អទេតែខ្ញុំចេះតែទៅដល់គឺជួបមែនតែនបងប្អូនគ្នាមានអ្នកធ្លាក់ពីលើចុងគុយមកដែលមានកម្ពស់ខ្ពស់ខ្លាំងមែនតើមិនមែនជាក្រុមរបស់ពួកខ្ញុំទេគឺជាអ្នកផ្សេងខ្ញុំសូមអត់ voice over នៅក្នុងនឹងទេចាំវីដេអូផ្សេងមិនសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងគឺខ្ញុំនឹង voice over នៅក្នុងវីដេអូ vlog ផ្សេងដែលមានទាំងរូបគាត់ហើយនិងសកម្មភាពរបស់គាត់ហើយខ្ញុំសូមចូលដល់ក្រុមគ្នាពួកខ្ញុំវិញម្ដងចឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអ្នកបានមើលនៅទីក្រុងណាកុំតថ្លៃគ្នាឯងសម្រាប់អ្នកភូមិគ្នាគាត់ក៏តថ្លៃទៅតែអ្នកដែលបានលក់របស់ផ្លែឈើព្រៃឬក៏ស្អីក៏ដោយគឺកុំឲ្យលក់ថ្លៃខ្លាំងពេករួមគឺតម្លៃក្នុងមួយសមរម្យណាព្រោះតែគ្នាឡើងទៅរំបានមួយមិនងាយទេដោយបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងបេះតលាក់គឺថាអត់កើតទេទោះតែដាក់ថង់ឬក៏យកកតោទៅនេះដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងគឺថាសម្រុតចុះមកតែម្ដងគូតខោអីនឹងរហែកអស់ហើយមិនមែនស្រួលទេសឹកទាំងបាតជើងទៀតនេះហើយគ្នាឡើងនឹងមិនមែនតែពាក់ស្បែកជើងឯណាលោកអើយស្រោមជើងក៏ពាក់មិនកើតស្បែកជើងក៏ពាក់មិនកើតអញ្ចឹងមានឡើងជើងទេនឹងឯងដើម្បីខ្ញាំដើមឈើហ្នឹងសម្រាប់ផ្លែគុយបេះតលាក់បេះអត់កើតទេបេះតលាក់ភ្លាមហូបផ្លេតអានឹងអូខេអាវាអត់ជូរណាបើថាផ្លែវាល្អបែបនេះបងដល់គេថាផ្អែមឆ្ងាញ់មែនតែនតាមពិតដើមឈើទាំងអស់ហ្នឹងវាទូចខ្ញុំឡើងក៏រួចដែរក៏ប៉ុន្តែក្រុមគ្នាខ្ញុំហ្នឹងស្រីតែពីរហើយប្រុសច្រើនជាងអញ្ចឹងហើយយើងទុកឲ្យប្រុសគេជាអ្នកឡើងទៅខ្ជិលធ្វើនារីរឹងមាំខ្លាំងពេកអញ្ចឹងហើយសម្រាប់ថាធ្វើនារីទុនខ្សោយវិញដើម្បីឲ្យប្រុសឡើងជាពិសេសគឺពូខ្ញុំចាតែជាចៃដនអីក្រុមយិនសិនបានតែក្មេងៗជាអ្នកឡើងនឹងនេះមុខអ្នកឡើងពាក់កដាលដើមនេះគឺជាពូខ្ញុំចាយរួមគឺថាក្រុមខ្ញុំនឹងគ្មានបានការសម្បីតែម្នាក់ក្រុមតែបានក្មួយទេកុំឲ្យគ្មានទេគុយដាក់ក្នុងកថាំងក្នុងធុងនឹងហើយបើខ្ញុំរត់តែអត់ប្រយោជន៍គិតតែពីមាត់នឹងអរគុណមកវត្តរាជួបគ្នាវីដេអូក្រោយបាយ